សូមគោរពជម្រាបសួរពុកម៉ែបងប្អូនគ្នាបាទថ្ងៃពុកម៉ែបងប្អូនគ្នានេះគឺជាសកម្មភាពចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាស្រែយៈតែម្ដងថ្ងៃពុកម៉ែបងប្អូនគ្នាហើយសម្ភារៈសិក្សានេះផងដែរក៏បានការឧបត្ថម្ភពីមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់បានមានគ្រួសារទៅរស់នៅឯក្រុងប៉ោយប៉ែតហើយក្នុងឱកាសបុណ្យចូលឆ្នាំនោះផងដែរគាត់ក៏បានមកលេងស្រុកអញ្ចឹងទៅគាត់ក៏មានជាសម្ភារៈសិក្សាមួយចំនួនទុកយកមកចែកជូនសិស្សានុសិស្សនៅសាលាស្រែយៈហើយគាត់គឺជាមិត្តភ័ក្តិរបស់ខ្ញុំតាំងពីនៅរៀនតាំងពីនៅកុមារតូចៗទាំងអស់គ្នាតែឥឡូវគាត់មានគ្រួសារនៅឯក្រុងប៉ោយប៉ែតអញ្ចឹងណាបងប្អូនគ្នាតែឥឡូវនេះគាត់បានផ្ញើសម្ភារៈសិក្សាយកមកទុកចែកជូនសិស្សានុសិស្សនៅសាលាស្រែយៈពេលដែលចូលកងវិញប៉ុន្តែឥឡូវនេះគឺខ្ញុំបានចែកជូនពួកគាត់បានគ្រប់គ្នាអស់ហើយនឹងឯងពុកម៉ែបងប្អូនគ្នាហើយក៏សូមអរគុណទៅដល់មិត្តភ័ក្តិផងដែរដែលគាត់មានជាទឹកចិត្តដ៏ធំធេងចែកជូនកុមារដែលខ្វះខាតនៅសាលាបឋមសាស្រ័យយៈនេះផងដែរអញ្ចឹងក្នុងនាមខ្ញុំជាគ្រូបង្រៀននៅសាលាស្រ័យយៈនេះផ្ទាល់តែម្ដងគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយក៏សូមថ្លែងអំណរអគុណជូនចំពោះមិត្តភ័ក្តិរបស់ខ្ញុំនិងក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនហើយក៏រកស៊ីទទួលទានមានបាននឹងជោគជ័យគ្រប់ភារកិច្ចទាំងអស់តែម្ដងហ្នឹងហើយអ្វីដែលសំខាន់នោះគឺកុមារតូចៗនៅសាលាស្រែយៈគាត់សប្បាយចិត្តខ្លាំងមែនតើហ្នឹងហើយបងប្អូនអរគ្នាពេលដែលគាត់បានសម្ភារៈសិក្សាហើយក៏ដូចជាថវិកាបន្តិចបន្តួចគាត់សម្រាប់ផ្គត់ផ្គង់មួយរយៈពេលខ្លីផងដែរហ្នឹងហើយបងប្អូនអរគ្នាជាចុងក្រោយក៏អត់មានអីច្រើនដែរគឺមានតែជូនពរមិត្តភ័ក្តិឲ្យជោគជ័យគ្រប់ប្រការជោគជ័យគ្រប់ភារកិច្ចហើយនឹងសូមឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមគ្រប់ជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាទសូមអរគុណ